សម្រាប់បងប្អូនដែលចូលចិត្តម៉ាំល្ហុងហើយចង់រៀនធ្វើដោយខ្លួនឯងថ្ងៃនេះខ្ញុំជម្រាបជូនពីវិធីធ្វើងាយយើងធ្វើញ៉ាំខ្លួនឯងគឺចំណេញលុយផងហើយមានអនាម័យហូបទៅមិនប៉ះពាល់ដល់សុខភាពទេណាពុកម៉ែបងប្អូនហើយសម្រាប់ផ្អកអង្គលីងវិញគឺខ្ញុំធ្វើដោយខ្លួនឯងខ្ញុំចាវប្រហែលជា2-3ខែដែរហើយផ្អកនេះណាចាវជាមួយអង្គលីងរំដេងហើយល្ហុងសាគៀលនេះខ្ញុំបេះពីស្រុកមកហើយខ្ញុំយកចិត្តជាបន្ទះស្ដើងអញ្ចឹងហើយរួចហើយខ្ញុំច្បល់ជាមួយនឹងអំបិលឲ្យសព្វសាច់បងប្អូនតិចនិចក្នុងការធ្វើម៉ាំល្ហុងដើម្បីឲ្យសាច់ល្ហុងនឹងស្រួយគឺបងប្អូនប្រឡាក់អំបិលអញ្ចឹងរួចហើយបងប្អូនកិនកលីងភ្លាមយកមកដើម្បីចាវហើយរួមជាមួយនឹងរំដេងបងប្អូនបុកមិនបាច់ឲ្យម៉ត់ពេកទេបងប្អូនអាចបុកក៏បានកិនក៏បានដែរបើមានម៉ាស៊ីនកិនខ្ញុំមានម៉ាស៊ីនដែរតែខ្ញុំចង់បុកជាងដើម្បីកុំឲ្យសាច់រំដេងនឹងវាម៉ត់ពេកអញ្ចឹងបងប្អូនរួចហើយយើងដួសលាយជាមួយនឹងល្ហុងរបស់យើងហ្នឹងហើយយើងងាកទៅធ្វើនេះបងប្អូននេះកូរស្ករតាំងម៉ែដាក់ស្កររៀងច្រើនបន្តិចទៅកូរវាឲ្យឡើងដាច់ទឹកឡើងចេញពណ៌ដូចពណ៌ក្រងណាបងប្អូនរួចហើយបងប្អូនយកមកចាក់ចូលជាមួយនឹងល្ហុងដែលយើងបានច្បល់ជាមួយគ្នាហ្នឹងចាក់ស្ករតាំងម៉ែនឹងចូលទៅរំដេងហើយនេះបងប្អូនប៊ីចេងចាហើយអង្គលីងបងប្អូនដាក់ចូលគ្នាទៅហើយអង្គលីងបងប្អូនមិនបាច់ដាក់ច្រើនពេកទេដាក់តែល្មមកុំឲ្យវាខាប់ពេកណាបងប្អូនហើយបើសិនជាមានម្ទេសអាចសัตว์ទៀតដាក់លាយជាមួយគ្នាមើលទៅគួរឲ្យឆ្ងាញ់មែនតើបងប្អូនចាហើយយើងធ្វើហើយយើងដួសដាក់កែវឬក៏កន្លអីទៅទុកតែមួយយប់ឬក៏2យប់បើចង់ឆ្ងាញ់បងប្អូនទុក2យប់ទៅវាជូរល្មមតែបើសិនជាបងប្អូនមិនចូលចិត្តជូរពេកទេត្រូវមួយយប់ហ្នឹងបងប្អូនអាចដួសយកមកពិសាបានហើយងាយបងប្អូនយើងរៀនធ្វើខ្លួនឯងអញ្ចឹងចំណាយលុយអស់តិចហើយយើងចំណេញលុយក្នុងនាមយើងជាមេគ្រួសារបើយើងអត់ចេះជួយសន្សំសំចៃគ្នាជួយទប់គ្នាទេចំណាយច្រើនណាបងប្អូនហើយនៅពេលដែលម៉ាំនឹងជូរបងប្អូនអាចយកទៅទុកក្នុងទូក្លាសេល្ហុងនៅរឹតតែស្រួយឆ្ងាញ់ទៀតបងប្អូន